បិទជាមិនគួរឲ្យជឿទេបងប្អូនតារាសម្ដែងអិនសុធាបាទមានគណនី Facebook បាននឹងព័ត៌មានថប់ផុសគឺបានបាទផុសនិយាយថាគាត់នឹងគឺបានទទួលមរណភាពហើយនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះបងប្អូនគឺខ្ញុំមិនជឿបាទពិតជាមិនគួរឲ្យជឿមែនព្រោះបងអិនសុធាគឺគាត់ជាតារាសម្ដែងដែលជាធនធានកម្របំផុតហើយគាត់នៅវ័យក្មេងមែនទែនបងប្អូនហើយរូបសម្រស់គាត់គឺនៅបាទដដែលហើយបាត់បាទពីមុខពីសិល្បៈមួយរយៈគាត់អត់បានចេញព័ត៌មានក៏ដូចជាចេញបាទសកម្មភាពផ្សេងៗទេមិននឹកស្មានថាគាត់ទៅសំងំព្យាបាលជំងឺបាទដែលគឺថាជំងឺមហារីកកាយសាហាវដំណាក់កាលចុងក្រោយបាទបងប្អូនសោកស្ដាយណាស់ដែលបាទតារាមួយចំនួនដែលគាត់បាត់បង់ជីវិតដោយសារតែជំងឺផ្សេងៗនេះគឺគាត់លាក់បាំងទាល់តែគាត់ដល់ដំណាក់កាលស្លាប់ចុងក្រោយហើយបានទៅផ្ទុះចេញមកថាគាត់ស្លាប់រ៉េបទទួលមរណភាពអញ្ចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាបាទចង់ឲ្យពួកគាត់ចេញមកចែករំលែកពីជំងឺរបស់ពួកគាត់ដែលគាត់មានជំងឺមហារីកបាទមហារីកកាយសាហាវមហារីកអីគេទៅបាទហេតុអីពួកគាត់ស្លាប់លឿនម្ល៉េះដូចជាតារាសម្ដែងប៉ាន់ច័ន្ទសិទ្ធដែលគាត់ស្លាប់កាលពីឆ្នាំទៅដែរបងប្អូនវាសោកស្ដាយមែនទែនធនធានមនុស្សហើយពួកគាត់បាទជាគំរូជាមនុស្សសម្ដែងរបស់មហាជនអញ្ចឹងនៅពេលដែលគាត់មានជំងឺអីបាទសូមកុំឲ្យពួកគាត់លាក់បាំងសូមឲ្យពួកគាត់ចេញមកចែករំលែកដើម្បីឲ្យតារាក្រោយទៀតក៏ដូចជាបងប្អូនទាំងអស់គ្នាបានស្វែងយល់ពីជំងឺហ្នឹងហើយវាបង្កឡើងមកពីអីមូលហេតុអីដោយសារអីអញ្ចឹងណាបងប្អូនព្រោះថារាងកាយរបស់ពួកគាត់មើលទៅមកមួនសុខភាពល្អរូបរាងខាងក្រៅអត់អីទេអញ្ចឹងបាទមូលហេតុអីដែលធ្វើឲ្យគាត់កើតជំងឺគ្រាន់តែជាចម្ងល់ទៅបងប្អូនហើយជាចុងក្រោយគឺបាទមានតែចូលរួមសោកស្ដាយនិងចូលរួមរំលែកទុក្ខរបស់គ្រួសារសពរបស់តារាសម្ដែងអិនសុធាបាទសូមអរគុណសូមជម្រាបលាបងប្អូន